បងប្អូនគ្នានៅមុននេះបន្តិចកម្ពុជាបានស្នើទៅកាន់ភាគីថៃឲ្យបញ្ឈប់នៅក្នុងការបង្កិច្ចវេះបន្តទៀតទៅបានន័យថានៅពេលដែលកម្ពុជាបាទពពួរថៃឬក៏ហៅថៃបាទមកឲ្យចរចាគ្នាទៅលើរឿងរ៉ាវព្រំដែនដែលបានកាត់ឡើងនាពេលកន្លងទៅនេះបាទតែថៃបានធ្វើការបំពេញឬក៏ថៃអះអាងថាតំបន់កន្លែងហ្នឹងជារបស់ថៃមែនគួរតែមកចូលបាទចូលតុកបាទចរចាទៅហេតុអីបានជាថៃមកទល់នៅពេលនេះបាទនៅតែបន្តកិច្ចវេះបែបនេះនេះគឺជាសំណួរនិងជារឿងរ៉ាវមួយដែលភាពឈឺក្បាលរបស់ខាងកម្ពុជាដែលហៅគេមកហើយអញ្ជើញគេមកហើយនៅតែគេបន្តកិច្ចវេះបាទបងប្អូនទាំងគ្នាថៃមកទល់នៅពេលនេះវាបន្តកិច្ចវេះពាក់ព័ន្ធទៅនឹងរឿងចរចានៅតាមបន្ទាត់ព្រំដែនបើតាមការគិតគឺថៃកំពុងតែយកលេសបាទពាក់ព័ន្ធទៅនឹងវាចង់ភ្ជាប់អារឿងរ៉ាវព្រំដែនសមុទ្រមកតភ្ជាប់គ្នាបាទមានន័យថាវាអត់ចរចាទេវាចាំដោះស្រាយរឿងព្រំដែនសមុទ្រសិនក៏ប៉ុន្តែរឿងរ៉ាវនៅពីក្រោយខ្នងវាអាចអញ្ចេះបងប្អូនបើសិនជាមន្ត្រីរូបណាម្នាក់បាទមន្ត្រីជាន់ខ្ពស់ណាម្នាក់ហ៊ានទៅចរចាជាមួយនឹងភាគីថៃភាគីកម្ពុជាហើយធ្វើឲ្យបាត់បង់នៅទឹកដីកន្លែងណាមួយនោះបាទមន្ត្រីរូបនោះនឹងត្រូវបានប្រជាជនថៃឬក៏អ្នកចារប្រវត្តិសាស្ត្ររបស់ថៃគេនឹងចារទុកថាជាអ្នកធ្វើឲ្យបាត់ដីបាទទៅខាងកម្ពុជាបាទចំណុចនេះមួយហើយដែលធ្វើឲ្យខាងថៃឬក៏មន្ត្រីថៃលោកណាក៏ដោយអត់ហ៊ានមកចរចាជាមួយនឹងកម្ពុជាទេទី1អត់មានភស្តុតាងជាក់លាក់ថាដែនដីទាំងអស់ហ្នឹងគឺជារបស់ខ្លួនឯងទី2ផែនទីច្បាស់លាស់ទី3ពាក់ព័ន្ធទៅនឹងការខ្លាចការជេរប្រមាថពីប្រជាជនខ្លួនឯងបើសិនជាការចរចានោះវាអត់បានផ្លែផ្កាទៅកាន់ប្រទេសរបស់ខ្លួនឬក៏ប្រជាជនរបស់ខ្លួនដោយសារតែយើងដឹងថាថៃបានកាន់កាប់ទឹកដីកម្ពុជារបស់យើងគឺច្រើនកន្លែងមែនទែនហើយបើសិនជាដីទាំងអស់នោះបាទមើលទៅលើផែនទីទៅថាអូតាមពុតមិនមែនជាទឹកដីរបស់ខ្លួនទេទៅដកទ័ពវិញបាទត្រូវបកគោដីនឹងឲ្យកម្ពុជាវិញនៅបកគោរុកនោះបាទបើថានាយករដ្ឋមន្ត្រីវិញនឹងត្រូវបានប្រជាជនថៃនឹងជេរឡើងស្ពឹកមកតែម្ដងចំណុចនេះហើយដែលគ្មានមន្ត្រីរុកណាម្នាក់ចូលមកចរចាជាមួយនឹងកម្ពុជាទេក៏ប៉ុន្តែនៅថ្ងៃទី20ខែកក្កដាឆ្នាំ2026នេះអ្នកនាំពាក្យក្រសួងការបរទេសរបស់កម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការលើកឡើងការពិភាក្សាថ្មីកន្លងទៅនេះរបស់ឧបនាយករដ្ឋមន្ត្រីសេះអាសាបាទរដ្ឋមន្ត្រីការបរទេសរបស់ថៃតាក់ទងទៅនឹងការចរចាជាប់គាំងនៅលើព្រំដែនផ្លូវគោកកម្ពុជានិងថៃបាទតាក់ទងទៅនឹងការលើកឡើងនេះអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍ឲ្យដឹងថាឧបនាយករដ្ឋមន្ត្រីបាទនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានអះអាងនៅក្នុងទីក្រុងប៉េកាំងនៅក្នុងសប្តាហ៍នេះថាការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការនៅក្នុងការផ្សះផ្សាដោយបង្ខំក្រោមការអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីនីតិសមុទ្របាទបានបិទទ្វារចំពោះការចរចាទៅលើព្រំដែនបាទគោកអញ្ចឹងទៅនេះមិនមែនជាការបិទតទេសោះអ្នកនាំពាក្យបានបន្តទីថាព្រំដែនសមុទ្រនិងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌស្របបាទថាក្របខ័ណ្ឌច្បាប់ផ្សេងគ្នានិងយន្តការទ្វេភាគីផ្សេងគ្នាផងដែរកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNESCO គឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់បាទអត់មានទៅសមុទ្រចូលសមុទ្រហើយនឹងផ្លូវគោកចូលគ្នាទេទន្ទឹមទៅនឹងការលើកឡើងនេះអ្នកនាំពាក្យក្រសួងការបរទេសបានបន្តសង្កត់ធ្ងន់ទៀតថាកម្ពុជាបានបាទអំពាវនាវឲ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យាពេលដោយចេតនារបស់ខ្លួនឯងហើយនឹងវិលត្រឡប់មករកដំណើរការពាក់ព័ន្ធទៅនឹងការខ័ណ្ឌសីមាព្រំដែនវិញដោយសុឆន្ទៈតាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរក្រោមលក្ខខណ្ឌនៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ណានឹងបទចុះបាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025បាទគ្មានហេតុផលអ្វីទាំងអស់ទាំងសងខាងទាំងផ្លូវច្បាប់ទាំងទៅលើការអនុវត្តជាក់ស្ដែងសម្រាប់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកបាទសន្យាពេលបណ្ណាកម្ពុជាថៃនឹងវាពន្យាពេលបាទបន្តនៅក្នុងការអនុវត្តច្បាប់ការងារនេះបន្តទៀតបាទអញ្ចឹងយើងដឹងថាថៃនៅតែបន្តប្រើលេសច្រើនមែនទែននៅកម្ពុជានិយាយថាអូខេទៅដល់អាទឹកដីវាវិញវានិយាយថាអត់ទេហើយបើថាបានទៅលើកាន់ក្បាស់មីក្រូនិយាយនៅលើវេទិកាសាធារណៈវិញអួតតៃអួតសុទ្ធតែចេះសុទ្ធតែចោះសុទ្ធតែកម្ពុជាខ្លាចអូយើងបានអានេះហើយយើងបានអានោះហើយទាំងតែកម្ពុជានឹងមិនទាន់ដឹងស្អីផងចាំមិនថាឥឡូវនេះកម្ពុជាទទូចខ្លាំងមែនទែនទទូចឲ្យថៃត្រូវតែចូលតុចរចាជាបន្ទាន់ក៏ប៉ុន្តែដោយអេដមីនបាននិយាយនៅខាងលើនឹងអញ្ចឹងបាទគ្មានមន្ត្រីណាម្នាក់ហ៊ានមកចូលតុចរចាទេបើសិនជាការចរចានោះវាអត់បានផលប្រយោជន៍អី
បាទបើសិនជាការចរចានោះកម្ពុជាមានប្រៀបជាងហើយបើទឹកដីដែលវាវាយយកប្រមាណកន្លែងហ្នឹងបាទត្រូវឲ្យកម្ពុជាវិញបាទនោះគឺកាន់តែបុកបយដូចនៅភាសាតាកវីអញ្ចឹងថៃវាយឡើងខ្ទេចហើយសាងសង់ផ្លូវសាងសង់ស្អីទៅអស់លីងអញ្ចឹងយើងមិនដឹងថាតើភាសាតាកវីនេះបាទកម្ពុជារបស់យើងនឹងមានចំណាត់ការបែបណាទេអូខេអរគុណច្រើនមែនទែនបងប្អូនគ្នាសម្រាប់ព័ត៌មានយើងសូមចែករំលែកតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានថ្មីៗនិងអាប់ដេតបន្តទៀតគណៈពេលនេះខ្ញុំបាទសូមគោរពនិងជម្រាបលា